ដឹងកាប់បិទហើយករណីស្ត្រីបរទេសម្នាក់ឡំប៉ានិយាយភាសាថៃរំខានការថតឈុតស្បែកខ្មែរពេលនេះបានចេញបកស្រាយនិងសុំទោសជាសាធារណៈហើយ I'm very sorry for my behavior yesterday. It was a nearly 10th anniversary of when my son died. I lived in Cambodia a long time and very difficult for me when I come back because this was his home and I'm very sorry for my behavior. It was ហេតុការណ៍ដែលកំពុងផ្ទុះកក្រើកពេញបណ្ដាញសង្គមស្ត្រីម្នាក់ដែលនិយាយភាសាថៃចូលមកលោឡារំខានតារាស្រីខ្មែរពីររូបដែលកំពុងធាត់បង្ហាញមុតឈុតស្បែកខ្មែរដែលធ្វើឲ្យមានការយល់ច្រឡំថាជាជនជាតិថៃពេលនេះសមត្ថកិច្ចបានបញ្ជាក់ការពិតហើយដោយស្ត្រីដែលជាសមីខ្លួនខាងលើនិងក្រុមសម្អាងការបានចេញមុខបកស្រាយបញ្ជាក់ជូនទៅកាន់មហាជនយ៉ាងដូចនេះ Not how I normally behave and I should not have behaved the way I did. I have many Cambodian friends and I have to apologize completely for my behavior. And I'm very sorry and I am a guest in this country and I should not have behaved that way. ជំរាបសួរបងប្អូនទាំងអស់គ្នាពេលនេះពួកខ្ញុំចេញមុខមកបកស្រាយសម្រាប់ពីបញ្ហាថ្ងៃមិញសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់បញ្ហាដែលកើតឡើងក្នុងការថតម៉ូដរបស់សម្អាងការលីនដាដោយសារយើងមានផាកផនច្រឡំថាគាត់ជាជនជាតិថៃតាមពិតមិនមែនទេគាត់គឺជាជនជាតិអង់គ្លេសហើយដែលមានបញ្ហាកើតឡើងគឺគាត់ដោយសារគាត់មានការ stress គាត់ពិបាកចិត្តដោយសារថ្ងៃមិញហ្នឹងគាត់បានហូបស្រាហើយស្វឹងហើយមួយណាទៀតបូកជាមួយនឹងបញ្ហាគ្រួសារកូនគាត់ខួបស្លាប់12ឆ្នាំទៀតអញ្ចឹងហើយធ្វើឲ្យអារម្មណ៍គាត់អត់ល្អគាត់ក៏មកនិយាយស្ដីមិនគប្បីនៅលើចំពោះពួកមកលើក្រុមការងាររបស់ពួកខ្ញុំដែលកំពុងតែថតម៉ូដអញ្ចឹងហើយមិញហើយក៏ពួកខ្ញុំបានជួបគ្នាហើយវែកញែកនឹងដោះស្រាយហើយដែលគាត់និយាយអីពីដើមមកដែលគាត់រៀបរាប់អីយើងអត់បានថតជាវីដេអូផាតាអីទេយើងចាប់ផ្ដើមតែគាត់និយាយមកគឺពេលដែលគាត់ផ្ទុះស្រាយហ្នឹងគឺគាត់និយាយខ្មែរនិយាយភាសាបរទេសលាយថៃអញ្ចឹងហើយធ្វើឲ្យមានការភ័ន្តច្រឡំថាគាត់ជាជនជាតិថៃតាមពិតមិនមែនទេគាត់គឺជាជនជាតិអង់គ្លេសប៉ុន្តែគាត់មកធ្វើការរស់ស៊ីនៅខ្មែរនិងចេញចូលប្រទេសថៃដូចគ្នា